នេះខ្ញុំបានដាប់សារជាមួយមិត្តភក្តិខ្ញុំមានគោលបំណងទិញសេរីជូនថោហ្វេនព្រោះក្នុងវីដេអូមួយខ្ញុំបានសន្យាថាបងប្អូនទាយត្រូវខ្ញុំមានរង្វាន់ជូនដល់ពេលចឹងទៅខ្ញុំចូលមើល comment ឃើញបងប្អូនទាយត្រូវមែនរង្វាន់មានតែមួយបងប្អូនហើយអញ្ចឹងហើយខ្ញុំទុកពេលវេលាឲ្យប៉ាប៉ាសុកជាគឺជាអ្នកចាប់ចឹងហើយសូមបងប្អូនមេត្តារងចាំនៅពេលដែលខ្ញុំដើរទៅដល់ផ្សារឥណ្ឌាអូយឈឺឡាតែត្មងមានមនុស្សច្រើនជន់ដៃជន់ជើងក្លិនស្អុយផោមិនផងចង់សន្លប់ប៉ុន្តែមិនដឹងធ្វើម៉េចដើម្បីថប់ហ្វេនត្រូវទៅមុខពេលដែលខ្ញុំដើរដល់ពាក់កណ្ដាលផ្សារហ្នឹងក៏ឃើញគេលក់គ្រឿងអលង្ការអញ្ចឹងហើយក៏ចូលមើលឃើញស្អាតខ្លាំងណាស់ហើយឃើញខ្សែកមកខ្សែអូយគួរស្រឡាញ់ពេញអញ្ចឹងហើយលើលេងសិនទៅទោះបីតែខ្ញុំដឹងថាខ្សែកហ្នឹងល្អតែសម្រាប់អ្នកមានសាច់ច្រើនដួងធំពាក់ស្អាតឯងខ្ញុំវិញខ្នោជាតិចឹងប៉ុន្តែនឹកឃើញតែចិត្តស្រឡាញ់ហើយចឹងទៅក៏លោសាក់មើលមានអីបងប្អូនដូចអ្វីខ្ញុំគិតគ្មានសមមេតាបន្តិចទេអញ្ចឹងហើយខ្ញុំបានទិញគាត់កវលមួយគូទៅដោយសារតែខ្ញុំយល់អារម្មណ៍អ្នកលក់ព្រោះអីខ្ញុំធ្លាប់អ្នកលក់ដែរអញ្ចឹងណាសូមបងបងចកទេសនានាំផលិតផលថ្នាំដុសធ្មេញ TDK ជាប្រភេទថ្នាំដុសធ្មេញកម្ចាត់ក្លិនមាត់បានល្អធ្វើឲ្យធ្មេញបងប្អូនសស្អាតនិងរឹងមាំថែមទៀតផងហើយក្រុមហ៊ុនគេផលិតមកតម្លៃសមរម្យមានចំណុះច្រើនអញ្ចឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចរកទិញតាមផ្សារតាមប៉ាមេស៊ីទីនេះទូទាំងប្រទេសកម្ពុជាអរគុណ TDK ហើយឥឡូវនេះផងដែរខ្ញុំបានដល់ផ្ទះក៏នឹកឃើញឃ្លានញ៉ាំស្លម្ជូរគ្រឿងព្រោះអីមិត្តភក្តិខ្ញុំបងប្អូនហើយនិយាយទៅគាត់ត្រៀមម៉ានខែម៉ានឆ្នាំមុនទេដោយសារគាត់ដឹងថាខ្ញុំចូលចិត្តញ៉ាំតកួនហើយគាត់ក៏ធ្លាប់មកលេងកូវ៉ាដែរអត់មានតកួនទេអញ្ចឹងហើយបានជាគាត់ទៅផ្សារឃើញតកួនក៏គាត់ទិញឲ្យខ្ញុំទុកស្លម្ជូរគ្រឿងនឹងឯងហើយនេះជាតកួនបងប្អូនគាត់ទិញឲ្យខ្ញុំហើយតែគាត់ទិញទុកពី3ថ្ងៃតម្រាំតែខ្ញុំទៅដល់មានអីទៀតតកួនឡើងស្លោកឡើងក្រៀមអស់ឡើងស្វិតប៉ុន្តែมันជាអ្វីទេខ្ញុំអាចបេះទួយយកទៅស្លអញ្ចឹងណាហើយក៏មានបងប្អូនមួយចំនួនគាត់សួរខ្ញុំថាជាឥណ្ឌាគាត់ញ៉ាំសាច់គោអត់ញ៉ាំតើបងប្អូនញ៉ាំតាមតំបន់អញ្ចឹងណាសូម្បីតែពេលខ្លះអ្នកដែលកាន់សាសនាហិណ្ឌូនិយាយទៅមួយចំនួនទូទេក៏គាត់លួចញ៉ាំសាច់គោម្ដងម្កាលដែរប៉ុន្តែពេលគាត់ញ៉ាំគាត់ហ៊ានបើកចំហញ៉ាំលួចលាក់អីចឹងហើយបើកន្លែងខ្ញុំវិញគេញ៉ាំធម្មតាអត់លួចលាក់ទេដូចទៅស្រុកយើងនឹងឯងអូខេឥឡូវនិយាយបាច់អូហូស្ទឹងងាកមកមើលស្លខ្ញុំវិញនិយាយទៅខ្ញុំស្លម្ជូរគ្រឿងថ្ងៃនេះខ្ញុំអត់បានស្លជាមួយឆ្នាំងធម្មតាទេខ្ញុំប្រើឆ្នាំងឈីតដោយសារសាច់គោចាស់ចឹងទៅវារឹងហើយមិត្តភក្តិខ្ញុំថានៅពេលយើងស្លឆ្នាំងឈីតវាលឿនចំណេញពេលវេលាហើយក៏វាចំណេញហ្គាសដែរហើយសម្រាប់ខ្ញុំបងប្អូនសម្លម្ជូរម្ដងខ្ញុំចូលចិត្តម្ជូរសណ្តានខ្លាំងជាម្ជូរផ្សេងអញ្ចឹងហើយមុននឹងខ្ញុំទៅប៊ុំបៃនេះក៏ខ្ញុំប្រាប់មិត្តភក្តិខ្ញុំថានៅប៊ុំបៃមានសណ្តានអត់បើមិនមានទេខ្ញុំយកសណ្តានទៅឲ្យគាត់ប៉ុន្តែគាត់ប្រាប់ខ្ញុំថាមិនបាច់យកមកទេអាណាអើយខ្វះអីសណ្តាននៅប៊ុំបៃឡាំកណូដល់ពេលអញ្ចឹងទៅដល់វគ្គខ្ញុំស្លខ្ញុំទារកសណ្តានពីគាត់មានអីបងប្អូនគាត់មិនយកសណ្តានឲ្យខ្ញុំណាគាត់យកអាគ្រឿងឥណ្ឌាមួយយ៉ាងជូរដូចតែគ្នាគេហៅកោកឹមអញ្ចឹងគាត់ច្រឡំអាកោកឹមទៅជាសណ្តានទៅវិញនិយាយទៅបងប្អូនដោយសារតែគាត់មកនៅឥណ្ឌាយូរឆ្នាំឡើងជាង20ឆ្នាំអញ្ចឹងនិយាយភាសាឥណ្ឌាឡើងរូតែម្ដងសូម្បីតែកូនគាត់ក៏មិនសូវចេះភាសាខ្មែរដែរហើយកូនគាត់ក៏អត់សូវចេះស៊ីម្ហូបខ្មែរដែរដោយសារតែគាត់កើតមកនៅស្រុកឥណ្ឌាអញ្ចឹងទៅកើតមកពេចភ្លាមគឺម៉ែក្មេងក៏អ្នកមើលអញ្ចឹងខុសពីស្រុកជាកូនខ្ញុំញ៉ាំតែម្ហូបខ្មែរម្ហូបឥណ្ឌាវិញចប់ប្រោយអញ្ចឹងហើយជីវិតគាត់នៅប៊ុំបៃនៅពេលគាត់ញ៉ាំម្ហូបខ្មែរម្ដងស្លអីក៏គាត់ញ៉ាំតែម្នាក់ឯងទេកូនគាត់ពីរនាក់ហ្នឹងគឺអត់ទេបងប្អូនគាត់ញ៉ាំតែម្ហូបឥណ្ឌាអញ្ចឹងណាតែក៏ម្យ៉ាងសម្រាប់គាត់ដែរសំណុកគាត់ដើរលេងឯងខ្ញុំវិញដើរលេងតាណាតណៃអូវេទនាខ្លាំងណាស់ស្រុកជាអត់សូវចេះញ៉ាំម្ហូបឥណ្ឌាទោះបីខ្ញុំព្យាយាមបញ្ចុកម្ហូបឥណ្ឌាប៉ុណ្ណាដែរគាត់អត់ចេះញ៉ាំហើយឥឡូវនេះផងដែរស្លម្ជូរគ្រឿងខ្ញុំគឺឆ្អិនហើយជាស្រេចក៏រៀបចំដាក់ចានដួសញ៉ាំតែពីអ្នកមិត្តភក្តិខ្ញុំទេអូខេបងប្អូនសូមអញ្ជើញឆ្ងាញ់ជាមួយខ្ញុំហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរបងប្អូនសូមជម្រាបលា